ជំរាបសួរអ្នកទាំងអស់គ្នាយើងខ្ញុំមកពីក្លឹបធនវិជ្ជាកម្ពុជាដែលពួកយើងបានចុះមកសិក្សាក្រមប្រធានបទព្រៃឈើនៅខេត្តព្រះសីហនុហើយសមាជិកក្រុមនាងខ្ញុំមានដូចជានាងខ្ញុំគឺជាប្រធាននៃក្រុមព្រៃឈើឈ្មោះងពេជ្រមូលិកាមកពីសាលាវិទ្យាល័យហ៊ុនសែនចំពោះវ័ននាងខ្ញុំជាអនុប្រធានក្រុមព្រៃឈើនាងខ្ញុំមានឈ្មោះថាសុបអររណារីយ៉ាជាសិស្សមកពីសាលាបញ្ញសាស្ត្រសាខាសែនសុខនេះខ្ញុំឈ្មោះធីសុខសុវិចាមកពីសាលាអន្តរជាតិផារ៉ាហ្គនខ្ញុំមកឈ្មោះផាវិសាមកពីសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាសែនសុខចូលនៅខ្ញុំមកទៀតកំដរណាស់អ្នកនរគ្នាខ្ញុំបានសំសមណ្ឌយុទ្ធជាសិស្សថ្នាក់ទី12មកពីសាលាចំណេះទូទៅបច្ចេកទេសហ៊ុនសែនចំពោះវ័នខ្ញុំបាទជាកូនបើឥឡូវមុននឹងចូលដល់វីដេអូយើងគួរតែមើល behind the scene របស់យើងឥឡូវពួកយើងបានមកដល់ខេត្តព្រះសីហនុហើយពេលនេះយើងបានមកដល់ទីតាំងស្រាវជ្រាវរបស់ពួកយើងហើយនៅក្នុងវត្ថុបំណងរបស់ពួកយើងគឺមានពីរគឺសិក្សាអំពីលក្ខណៈទូទៅរបស់ដើមស្រល់និងគណនាអូស្មန်កាបូនិកនៅក្នុងដើមស្រល់មួយដើមហើយឥឡូវពួកយើងបានយកម៉ែត្រខ្សែវែងមួយយកមកវាស់ដើមឈើនៅទីតាំងតំបន់ទី1ដែលជាតំបន់ដើមស្រល់តូចពួកយើងមកដើម្បីរកបរិមាណរបស់វាបន្ទាប់ពីយើងបានវាស់បរិមាណជំនួយរបស់ពួកវាហើយយើងបានកត់តានៅទីតាំងជំនួយនឹងដូចជាដែលមានដូចជារយៈកម្ពស់រយៈបណ្ដោយនិងរយៈទទឹងបន្ទាប់មកយើងបានប្រើការគណនាកម្ពស់តាមរូបមន្តគណិតវិទ្យាដែលស្មើនឹង AB ស្មើនឹងតាំង C គុណនឹង AC ដែល AC គឺជាប្រវែងដើមស្រល់ទៅបង្គោលដែលពួកយើងបានដាំបង្គោលមួយប្រវែង 6.29 ម៉ែត្រពីដើមស្រល់បន្ទាប់ពីយើងបានរកកម្ពស់របស់វាហើយយើងបានរកទំហំដើមហើយយើងយកម៉ែត្រមកវាស់ជុំវិញដើមដោយយើងកត់1ម៉ែត្រពី1.2ម៉ែត្រពីដីសិនបន្ទាប់មកយើងបានទៅដល់តំបន់ទី2គឺតំបន់ដែលមានដើមស្រល់ធំហើយលោកគ្រូក៏បានណែនាំពួកយើងឲ្យប្រើវិធីមួយទៀតមកវាស់កម្ពស់ដោយសារតែដើមហ្នឹងវាធំហើយខ្ពស់អញ្ចឹងលោកគ្រូបានប្រាប់យើងពីវិធីបុរាណមួយដែលយើងអាចបានស្មានកម្ពស់របស់ដើមស្រល់ដែលគាត់ប្រាប់ឲ្យយើងយកទៅយល់ហ្នឹងយកមកដាក់នៅនឹងស្មាហើយប៉ាន់ស្មានចាប់យកត្រឹមក្លៀកយើងយកមកចាប់កាន់ហើយយើងប៉ាន់ស្មានដោយដាក់ដៃឲ្យត្រង់ដែលវាស្មើនឹង0ដឺក្រេហើយយើងកាន់ដើរថយក្រោយឬក៏ទៅមុខរហូតពីដើមស្រល់រហូតដល់វាប៉ុណ្ណឹងស្រល់ហើយយើងអាចសុំមកប្រវែងដោយយើងយកម៉ែត្រអូសបានបន្ទាប់ពីយើងហៅកម្ពស់របស់វាហើយយើងបានហៅទំហំដើមដែលយើងយកម៉ែត្រមកវាស់ហៅកម្ពស់ 1.2 ម៉ែត្រសិនហើយយើងយកម៉ែត្រមួយទៀតមកវាស់ហៅទំហំដើមហើយពួកយើងបានកត់ត្រាទុកចូលទៅក្នុងសៀវភៅដោយយើងបានរកទំហំដើមតាមនឹងនីមួយៗ
បន្ទាប់មកពួកយើងបានដើរទៅរកទីតាំងផ្សេងទៀតដែលនៅជិតៗហ្នឹងដើម្បីតាប់មើលសាច់ឈើនិងសម្គាល់លក្ខណៈទូទៅរបស់ដើមស្រោងពួកយើងបានមកដល់ទីកន្លែងប៉ុន្តែជាមុននឹងពួកយើងហៅលក្ខណៈទូទៅពួកយើងនឹងរកទំហំដើមនិងកម្ពស់តាមវិធីសាស្ត្រដដែលៗដែលយើងបានរៀបរាប់ខាងលើនេះហើយសមាជិកក្រុមរបស់យើងក៏បានយកកថាមកកាត់ដើម្បីមកសម្បកនឹងសាច់ឈើហើយពួកយើងក៏បានប្រមូលវត្ថុទាំងអស់នោះយកទៅទុកនៅពេលដែលពួកយើងបានទៅដល់ទីនៅពេលដែលយើងមកដល់វិញយើងក៏បានប្រមូលលទ្ធផលមកកាត់ហើយវីដេអូពួកយើងក៏បានចប់ខាងហ្នឹងអញ្ចឹងសូមអរគុណដល់អ្នកទស្សនាទាំងអស់គ្នានិងជម្រាបលា